ចាជំរាបសួរទស្សដីហ្វេនទាំងអស់គ្នាថ្ងៃនេះ admin ចង់ប្រាប់ហ្វេនទាំងអស់គ្នាថាបើសិនហ្វេនទាំងអស់គ្នាចូលចិត្តរឿងកំសត់រឿងសម័យទំនើបចូលចិត្តរឿងកាច់កុងនិងស្នេហាប្រឡោមលោកអាចកំងប្រាប់ admin បានណា admin នឹងជូនតាមសំណូមពរហើយនេះគឺជារឿងមួយក្នុងសម័យបច្ចុប្បន្ននេះដែល admin លើកឡើងមកសម្រាយឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាអញ្ចឹងចូលដល់សាច់រឿងហើយណាហ្វេនចាំស្ដាប់ទាំងអស់គ្នាសូមជូនរឿងស្រឡាញ់ក្រោមពន្លឺអេក្រង់នៅក្នុងទីក្រុងភ្នំពេញដែលសម្បូរទៅដោយបច្ចេកវិទ្យានិងអគារខ្ពស់ស្រីស្អាតម្នាក់ឈ្មោះនីសានិងជានិស្សិតសាកលវិទ្យាល័យហើយធ្វើការពេលពេញម៉ោងជាអ្នកផលិតមាតិកានៅលើ Facebook Page និង TikTok គាត់ឧស្សាហ៍បង្ហោះវីដេអូស្ដីពីជីវិតរៀនការត្រៀមសម្រាប់ប្រឡងនិងដើរលេងតាមរមណីយដ្ឋានផ្សេងដូចជាកន្លែងតាមខេត្តនិងនៅក្នុងហាងកាហ្វេផ្សេងទៀតសូម្បីតែពេលរាត្រីក៏នៅតែមានពន្លឺមួយចេញពីបន្ទប់លើជាន់ទី5ពន្លឺនៃអេក្រង់នៅខាងក្នុងនោះមាននារីវ័យក្មេងម្នាក់ឈ្មោះនីសាកំពុងចេញផ្សាយវីដេអូថ្មីមួយលើ TikTok បន្ទាប់ពីរៀនមួយថ្ងៃពេញនិងនិយមន័យនៅសាកលវិទ្យាល័យនីសាជានិស្សិតនារីថ្នាក់មហាវិទ្យាល័យព័ត៌មានវិទ្យាគាត់មានអារម្មណ៍ថាជីវិតគាត់ស្មុគស្មាញមិត្តភ័ក្តិគាត់ច្រើនតែពិបាកយល់ចិត្តគ្រួសារទន្ទឹងចង់ឲ្យនាងមានអនាគតធំនៅជាតិខាងក្រៅតែចិត្តនាងវិញចង់រស់នៅក្នុងពេលបច្ចុប្បន្នចង់បង្ហាញខ្លួនឯងតាមវីដេអូប្លែកតាម TikTok នាងកាន់តែច្រើននិងចូលចិត្តការលេងសំណើចកំប្លែងរបស់នាងប៉ុន្តែនៅក្នុងចិត្តនាងនឹកស្មានថាអ្នកស្រឡាញ់ពិតនឹងមកពីណាថ្ងៃនោះគាត់បានបង្ហោះវីដេអូមួយហើយក៏មានអ្នកខមមិនម្នាក់ឈ្មោះ JKH បានខមមិនថាសូម្បីតែសំណើចឯងក៏ធ្វើឲ្យបងញញឹមបានដែរចិត្តនាងស្ទើរឈប់ដកដង្ហើមពេលឃើញខមមិនមួយនោះចំណែកអ្នកប្រើឈ្មោះ JKH នោះគឺជាមនុស្សអនាមិកមិនមានរូបផ្ទាល់លក្ខណៈសាមញ្ញប៉ុន្តែគាត់ចេះខមមិនទាក់ទាញចិត្តនីសាចាប់ផ្ដើមចម្លងតបថាហ្គេមនិយាយអារម្មណ៍ជាមួយ JKH ការជជែកតូចคล้ายទៅជាពាក្យលំបាកចាប់ផ្ដើមពីមេរៀនคล้ายទៅជាផែនការនៃជីវិតនៅចុងភាគនីសាបើកវីដេអូមើលបន្តិចមុនដេកនាងបាននិយាយថាមានពេលខ្លះបើគេមើលទៅប៉ុន្មានវីដេអូឬនរណាម្នាក់សូម្បីមិនស្គាល់គេផ្ទាល់តែអារម្មណ៍វាដូចជាគេយល់ឃើញច្រើនជាងមនុស្សនៅជិតហើយភ្លាម JKH បានដាច់សញ្ញាពេលនីសាចាប់ផ្ដើម live
ដើម្បីជជែកសប្បាយជាមួយមិត្តភ័ក្តិបន្តិចមុនដេកដូចជាប្រចាំរាត្រីមួយរបស់នាងគាត់ឃើញមិនសិនមួយឈ្មោះ KH ចិត្តនាងរំភើបស្ទើរអត់ដកដង្ហើមនាងចាំមើលអេក្រង់មួយផ្លែតបន្ទាប់មកចុច Accept ពន្លឺអេក្រង់បង្ហាញមនុស្សម្នាក់ជាអ្នកណាមិនដឹងមុខមិនច្បាស់ទេព្រោះជា KH ជាមនុស្សសាមញ្ញស្លៀកខោខូវប៊យអាវរោមនិងអៀនខ្លាំងប៉ុន្តែសំឡេងគាត់ទន់ណាស់ជាសំឡេងដូចមនុស្សដែលយើងនៅតែសង្ឃឹមស្ដាប់ក្នុងពេលខំរៀនគាត់មិនថាចូលមកថា Hi I am JKH ដូចអ្នកដតីទេប៉ុន្តែคล้ายជាឃ្លាមួយដែលបង្កឲ្យទឹកចិត្តនីសាចិត្តរលាយតើអ្នកជឿអំពីនិស្ស័យនិងវាសនានៅលើអ៊ីនធឺណិតទេនីសាអៀនសើចប៉ុន្តែចិត្តចាប់ផ្ដើមភ្ញាក់តើមនុស្សម្នាក់អាចបញ្ចេញការចូលចិត្តគេតែជាឃ្លាបែបនេះមែនពេលឡាយចប់នីសាសរសេរពាក្យមួយក្នុង caption ហើយយប់នោះគេបានចាប់ដើមជជែកគ្នាតាម Telegram ជាលើកដំបូងចារឿងនេះសូមស្លេះតែប៉ុណ្ណេះសិនសូមតាមដាននៅភាគទី2បើសិនជាចូលចិត្តវីដេអូនិងសាច់រឿងនេះសូមចុច like និង share ដើម្បីឲ្យ admin បន្តរឿងភាគទី2ទៀតចាស់អរគុណជម្រាបលា